ជំរាបសួរបងប្អូននេះគឺជាហាងឆេងមាននៅថ្ងៃទី29ខែមិថុនាឆ្នាំ2026វីដេអូការពីថ្ងៃសៅរ៍យើងបាននិយាយអំពីរឿងរ៉ាវដែលនឹងធ្វើឲ្យតម្លៃមាសធ្លាក់ចុះនៅក្នុងនោះខ្ញុំលើកយក4ចំណុចហើយចំណុចមួយខ្ញុំបាននិយាយហើយតើតើជាមួយនឹងការចំណាយរបស់សហរដ្ឋតើសហរដ្ឋអាមេរិកអាចគ្រប់គ្រងការចំណាយរបស់ខ្លួនហើយអាចជប់បោះពុម្ពលុយបានទេអានោះគឺជាចំណុចដែលយើងនិយាយនៅក្នុងរឿងរ៉ាវទាំង4បន្តមកទៀតគឺរឿងអតិផរណាក៏ជាផ្នែកមួយដែរដែលយើងយកមកនិយាយនៅក្នុងថ្ងៃនេះនៅក្នុងតួលេខមួយចំនួនហើយក៏ជាគោលនយោបាយរបស់ធនាគារកណ្ដាលសម្រាប់ខែកក្កដានេះដែរដែលយើងទាំងអស់គ្នាសិតតែដឹងថាធនាគារកណ្ដាលនឹងមានអង្គប្រជុំមួយទៀតឬកិច្ចប្រជុំមួយទៀតក្នុងការសម្រេចចិត្តតើរក្សាអត្រាការប្រាក់ឬក៏កាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី29កក្កដាឆ្នាំ2026ដែលនិន្នាការទូទៅគឺគេកំពុងតែបារម្ភតើទៅជាមួយនឹងការដំឡើងអត្រាការប្រាក់ទៅវិញអញ្ចឹងបើសិនតែមានការដំឡើងអត្រាការប្រាក់តម្លៃស្តុកក៏មានបញ្ហាតម្លៃមាសក៏មានបញ្ហាដែរអញ្ចឹងអាហ្នឹងយើងយកមកនិយាយទាំងអស់តែម្ដងឥឡូវមុនទៅដល់រឿងរ៉ាវទាំងអស់នេះយើងចូលទៅដល់តម្លៃមាសបន្តិចសិនហើយចាំយើងចូលទៅដល់រឿងរ៉ាវដែលយើងអាចមើលឃើញតម្លៃមាសនៅក្នុងខែក្រោយរួមជាមួយនឹងសេដ្ឋកិច្ចរបស់យើងទាំងអស់គ្នាដែលកំពុងតែរងផលប៉ះពាល់គោលនយោបាយរបស់សហរដ្ឋអាមេរិកនិន្នាការរបស់សហរដ្ឋអាមេរិកគឺជាគោលនយោបាយរបស់ពិភពលោកដែលប្រទេសកម្ពុជាកំពុងតែទុនខ្សោយផងដែរនៅការដឹងអំពីសេដ្ឋកិច្ចរបស់ពិភពលោកក៏ដឹងអំពីសេដ្ឋកិច្ចរបស់ខ្លួនឯងដែរតោះចូលដល់មាសថ្ងៃនេះស្ថិតនៅក្នុងតម្លៃ$492នៅក្នុងមួយជី$492នៅក្នុងមួយជីឬស្មើនឹង$4,929.29 សេននៅក្នុងមួយតម្លឹង$4,929.29 សេននៅក្នុងមួយតម្លឹងសម្រាប់តម្លៃអោនគឺ$4,056.10 សេននៅក្នុងមួយអោន$4,056.10 សេននៅក្នុងមួយអោនក្រាមគឺ$130.41 សេននៅក្នុងមួយក្រាម$130.41 សេននៅក្នុងមួយក្រាមគីឡូគឺ$13,408.64 សេននៅក្នុងមួយគីឡូ$13,408.64 សេននៅក្នុង1គីឡូសម្រាប់ support និង resistance សម្រាប់តម្លៃទាបរបស់មាសប្រសិនបើមាសប៉ះនៅក្នុងតម្លៃ$4,050នៅក្នុងមួយអោនវាអាចបន្តប៉ះនៅក្នុងតម្លៃ$4,020ឬក៏$4,030នៅក្នុងមួយអោនឬក៏វាទៅបន្តតម្លៃដែលគ្រោះថ្នាក់ដែលគេបារម្ភថាវាទៅតម្លៃ$3,900នៅក្នុងមួយអោនប្រសិនបើវាប៉ះនៅក្នុងតម្លៃ$4,000នៅក្នុងមួយអោនវាអាចបន្តទៅ$3,980នៅក្នុងមួយអោននិង$3,940នៅក្នុងមួយអោនឥឡូវយើងមើលទៅលើតម្លៃ resistance ឬក៏តម្លៃខ្ពស់របស់វាបើសិនបើមាសអាចប៉ះនៅក្នុងតម្លៃ$4,085នៅក្នុងមួយអោនវាអាចបន្តទៅតម្លៃ$4,120ឬក៏$4,140នៅក្នុងមួយអោនប្រសិនបើវាប៉ះនៅក្នុងតម្លៃ1គឺ$4,180ហើយឡើងដល់$4,200តម្លៃមាសអាចមានតម្លៃធ្ងន់បន្តិចនឹងប៉ះទៅដល់តម្លៃ$4,250និង$4,270តែតើតើមានការគ្រប់គ្រងខ្ពស់ផងដែរនេះគឺជាតម្លៃ support និង resistance របស់មាសនៅក្នុងថ្ងៃនេះចំណែកការព្យាករណ៍មាសប្រចាំសប្តាហ៍ដែលចេញដោយ Wall Street ដែលមានអ្នកវិភាគរហូតដល់18នាក់ពុំសូវមានអ្នកទូទាយថាមាសឡើងទេនៅក្នុងសប្តាហ៍នេះដោយសារតែគេមើលឃើញទៅលើភាគរយនៃការដំឡើងអត្រាការប្រាក់ខ្ពស់អញ្ចឹងនៅក្នុងនោះមាន5នាក់តែប៉ុណ្ណោះដែលទូទាយថាមាសឡើងស្មើនឹង 28% ហើយមាន8នាក់ស្មើនឹង 44% ទូទាយថាមាសធ្លាក់ចុះនៅក្នុងនោះមាន5នាក់ទៀតទូទាយថាមាសស្ថិតនៅក្នុង sideways អញ្ចឹងការព្យាករណ៍អំពីតម្លៃមាសនៅក្នុងសប្តាហ៍នេះគេទូទាយថាមាសធ្លាក់ចុះច្រើនជាងណាការទូទាយទាំងអស់នេះគេផ្ដោតទៅលើឥទ្ធិពលនៃតម្រូវការនៃប្រាក់ដុល្លារផងគេផ្ដោតទៅលើឥទ្ធិពលនៃគោលនយោបាយហិរញ្ញវត្ថុដែលបច្ចុប្បន្នគឺស្ថិតនៅក្នុងគោលនយោបាយហិរញ្ញវត្ថុធំជាងឥទ្ធិពលនៃប្រាក់ដុល្លារឥឡូវយើងនិយាយពីរឿងអតិផរណាយើងនិយាយអំពីគោលនយោបាយរបស់ធនាគារកណ្ដាលនេះគឺជាតារាងអំពីអតិផរណាដែលយើងអាចមើលឃើញនៅក្នុងរយៈពេល10ឆ្នាំចុងក្រោយរបស់សហរដ្ឋអាមេរិកបើយើងមើលទៅគឺអតិផរណាក្រោម 2% ឬក៏ 2% បន្តិចដែលជាទិសដៅរបស់ធនាគារកណ្ដាលក្នុងចំនួនលោក Jerome Powell ដែលចង់ឲ្យអតិផរណាត្រឡប់មក 2% ប៉ុន្តែបច្ចុប្បន្ននេះលោក Kevin Walsh គាត់តម្លើងនៅទិសដៅអតិផរណារហូតដល់ទៅ 2.9% ការតម្លើងនេះដើម្បីកាត់បន្ថយសម្ពាធរបស់ធនាគារកណ្ដាលក្នុងគោលនយោបាយកាត់ឬក៏តម្លើងអត្រាការប្រាក់ឥឡូវយើងនិយាយអតិផរណានៅក្នុងពេលបច្ចុប្បន្នណាអតិផរណានៅក្នុងពេលបច្ចុប្បន្ន PCE ដែលជាអតិផរណាស្នូលដែលគេរាប់តាំងពីថ្លៃធ្វើដំណើរម្ហូបអាហារនឹងគឺឬក៏ថ្លៃជួលនឹងគឺបច្ចុប្បន្នគឺ 4.1% Core CPE គឺអតិផរណាស្នូលដែលគេដកថ្លៃអាហារចេញព្រោះថ្លៃអាហារនឹងវាឡើងចុះឬក៏ថ្លៃ energy ថាមពលចេញហ្នឹងគឺ 3.4% សូមបញ្ជាក់បងប្អូនថាអតិផរណារបាយការណ៍អតិផរណាសហរដ្ឋអាមេរិកមាន PPI CPI និង PCE ដែល PCE នេះគឺវាស់ស្ទង់តាមរយៈអតិផរណានៃការប្រើប្រាស់របស់ពលរដ្ឋសហរដ្ឋអាមេរិកអញ្ចឹងទីនេះគឺកណ្ដាលយក PCE ជាគោល
យក PCE ជាគោលហើយបើយើងមើល CPI គឺ 4.2% អ្វីដែលយើងឃើញគឺអតិផរណារបស់សហរដ្ឋនេះស្ថិតនៅក្នុងកម្រិតខ្ពស់តែបើយើងប្រៀបធៀបមើលនៅក្នុងឆ្នាំ2017រហូតដល់ក្នុងឆ្នាំ2020អតិផរណារបស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងកម្រិតទាបហើយក៏ជាពេលវេលាមួយដែលសហរដ្ឋអាមេរិកចាប់ផ្ដើមបោះពុម្ពលុយបន្ទាប់ពីមានរឿងរ៉ាវតាក់ទងជាមួយនឹងវិបត្តិ COVID ដើម្បីជួយឧបត្ថម្ភធនទៅដល់ពលរដ្ឋសហរដ្ឋអាមេរិកដល់ទៅលើការចំណាយដែលពួកគេអត់បានចេញទៅក្រៅទៅធ្វើការផ្ដោតទៅលើសង្វាក់ផលិតកម្មដែលបានកាត់ផ្ដាច់ផ្ដោតទៅម្ចាស់អាជីវកម្មផ្សេងៗដើម្បីប្រកបការងារគេរំពឹងថានឹងមិនមានអតិផរណាកើនឡើងទេប៉ុន្តែអ្វីដែលយើងឃើញគឺបន្ទាប់ពីមានការបោះពុម្ពលុយរហូតដល់ទៅ5 trillion ជាងគឺអតិផរណារបស់សហរដ្ឋអាមេរិកបានកើនឡើងពីឆ្នាំ2020ដល់ឆ្នាំ2022កាលនោះក្រៅពីការបោះពុម្ពលុយគឺមានការកាត់បន្ថយអត្រាការប្រាក់មកត្រឹម 0.25 basic point អញ្ចឹងរង្វង់នៃអតិផរណាគឺ 7% នោះហើយការកើនឡើងនៃអតិផរណានេះវាកើតឡើងដោយសារតែការកាត់ផ្ដាច់ឬក៏ការរាំងស្ទះនៃសង្វាក់ផលិតកម្មរបស់ពិភពលោកសហរដ្ឋអាមេរិកបោះពុម្ពលុយប្រជាពលរដ្ឋមានលុយច្រើនចាយជាងមុនប៉ុន្តែការផ្គត់ផ្គង់ទំនិញដោយសារតែវិបត្តិ COVID បន្ទាប់មកនៅក្នុងឆ្នាំ2020 2021 2022បានធ្វើឲ្យខ្សែសង្វាក់ផលិតកម្មមួយចំនួននៅក្នុងប្រទេសចិននិងបណ្ដាប្រទេសមួយចំនួនទៀតជួបបញ្ហាជាងការផ្គត់ផ្គង់ទំនិញមានចំនួនតិចជាងតម្រូវការនៃការប្រើប្រាស់ដែលធ្វើឲ្យអតិផរណាឡើងដល់កំពូលសហរដ្ឋអាមេរិកក៏ប្រើគោលនយោបាយមួយទៀតគឺការដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណានិងធ្វើឲ្យតម្លៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានភាពប្រសើរមកវិញយើងអាចមើលឃើញរាប់ពីឆ្នាំ2000ចុងឆ្នាំ2022 2023ជាយើងឃើញថាអតិផរណាចាប់ផ្ដើមធ្លាក់ចុះតាមរយៈការដំឡើងអត្រាការប្រាក់តែសហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់រហូតដល់ទៅ 5.50 basic point បងប្អូនចាំបានទេណាប៉ុន្តែអ្វីដែលយើងឃើញគឺពេលហ្នឹងធនាគារកណ្ដាលសហរដ្ឋអាមេរិកមានគោលនយោបាយក្នុងការទម្លាក់អតិផរណាឲ្យមកសល់ 2% តាមលោក Jerome Powell បើយើងគិតមើលអំពីអតិផរណាក្នុងពេលបច្ចុប្បន្ន 4.1% PCE មានន័យថាធនាគារកណ្ដាលសហរដ្ឋអាមេរិកមិនទាន់ដល់គោលដៅទេហើយឥឡូវនេះបើយើងមើលអំពីឆ្នាំ2025ទៅឆ្នាំ2026យើងឃើញថាអតិផរណាបន្តកើនឡើងទៀតនៅក្នុងរង្វង់ 4.2% ដែលម្នាក់ចាប់ផ្ដើមព្រួយបារម្ភខ្លាំងតែម្ដងតាក់ទងជាមួយនឹងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកតែម្ដងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅក្នុងពេលបច្ចុប្បន្ននេះបើយើងមើលតាម CNU Fed Watch គឺធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកនៅក្នុងថ្ងៃទី29ខែកក្កដាមានលទ្ធភាពក្នុងការដំឡើងអត្រាការប្រាក់រហូតដល់ទៅ 31% នោះដែលសហរដ្ឋអាមេរិកអាចដំឡើងអត្រាការប្រាក់25 basic point និងមានលទ្ធភាពក្នុងការរក្សាអត្រាការប្រាក់ឲ្យនៅដដែលនៅក្នុងតម្លៃ 69% ហើយបើយើងកលេចមើលទៅដល់ខែកញ្ញានៅក្នុងថ្ងៃទី16ខែកញ្ញាធនាគារកណ្ដាលសហរដ្ឋអាមេរិកអាចដំឡើងអត្រាការប្រាក់បានលទ្ធភាពដំឡើងអត្រាការប្រាក់25 basic point នោះគឺមានរហូតដល់ទៅ 46.9% ហើយអាចដំឡើង50 basic point មានរហូតដល់ 12.8% ក្នុងការរក្សាអត្រាការប្រាក់ឲ្យស្ថិតនៅក្នុងតម្លៃថេរគឺ 40.4% សរុបមកបើយើងមើលអំពីទីផ្សារបច្ចុប្បន្នធៀបជាមួយនឹងអតិផរណាយើងឃើញច្បាស់ណាស់ថាតម្លៃមាសអាចនឹងធ្លាក់បន្តទៅទៀតពីព្រោះធនាគារកណ្ដាលស្ថិតនៅក្នុងគោលដៅនៃការដំឡើងអត្រាការប្រាក់ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនមើលរូបភាពនេះត្រឡប់ទៅវិញតិចនេះគឺជារូបភាពនៃគោលនយោបាយសេដ្ឋកិច្ចដែលវាធ្លាប់ជួបជាមួយនឹងតម្លៃមាសរបស់យើងនៅក្នុងឆ្នាំ2022យើងឃើញអតិផរណាចាប់ផ្ដើមធ្លាក់ចុះតាមរយៈការដំឡើងអត្រាការប្រាក់រហូតដល់ទៅ 5.5 basic point អញ្ចឹងនៅក្នុងឆ្នាំ2022នៅក្នុងឆ្នាំ2023ការព្យាករណ៍ការធ្លាក់អំពីតម្លៃមាសបានចាប់ផ្ដើមនៅក្នុងសម័យហ្នឹងជាសម័យដែលយើងអាច recall មកបច្ចុប្បន្នអ្នកណាក៏ប្រាប់ថាមិនបាច់ទិញមាសដែរកុំទិញមាសព្រោះមាសអាចនឹងធ្លាក់ខ្លាំងនៅពេលដែលធនាគារកណ្ដាលសហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់ប៉ុន្តែទិសដៅប្រឆេះហ្នឹងណាពេលនោះគឺមាសឡើងដោយសារតែសំណល់នៃការបោះពុម្ពលុយហើយខ្ញុំបានជម្រាបជូនបងប្អូនហើយនៅក្នុងវីដេអូថ្ងៃសៅរ៍សហរដ្ឋអាមេរិកមិនអាចបញ្ឈប់នៃការបោះពុម្ពលុយរបស់ខ្លួនបានទេហើយនៅក្នុងឆ្នាំ2026ទំនោរនេះក៏នឹងកើតមានដែរពីព្រោះសហរដ្ឋអាមេរិកកំពុងតែព្យាយាមដំឡើងអត្រាការប្រាក់ស្របពេលដែល liquidity ឬក៏ចរន្តសាច់ប្រាក់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនស្ទើរតែអស់ទៅហើយយើងអាចមើលពីឆ្នាំ2022 2023 2024នៅពេលដែលដំឡើងអត្រាការប្រាក់តម្លៃនៃការខ្ចីកើនឡើងមនុស្សចាប់ផ្ដើមយកប្រាក់ទៅដង្កល់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចនៅក្នុងប្រព័ន្ធធនាគារតែទិនជាមួយនឹងការទិញបានឬក៏សញ្ញាបត្របំណុលហ្នឹងក៏មានការកើនឡើងដែរហើយចរន្តសាច់ប្រាក់ដែលខ្សោយហ្នឹងធ្វើឲ្យមានវិបត្តិនៅក្នុងឆ្នាំ2023តែយើងឃើញធនាគារចំនួន3របស់សហរដ្ឋអាមេរិកដួលរលំណាទោះបីជាធនាគារតូចក្តីដូចជា Silicon Valley Signature Bank ឬក៏ First Republic Bank ដែលធនាគារទាំងអស់ហ្នឹងគាត់
គាត់ទិញបានបំណុលរបស់សហរដ្ឋអាមេរិកគាត់មិនសូវមានសាច់ប្រាក់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនគាត់កាន់បានបំណុលណានៅពេលដែលមានវិបត្តិកើតឡើងមនុស្សចាប់ផ្ដើមដកសាច់ប្រាក់វិបត្តិដកសាច់ប្រាក់ហ្នឹងធ្វើឲ្យមានការដួលរលំនៅក្នុងប្រព័ន្ធធនាគារហើយបើយើងមើលពី M2 តើតើជាមួយនឹងលុយនៅក្នុងចរន្តសេដ្ឋកិច្ចដែលបានកើនឡើងនៅក្នុងរយៈពេល5ខែវាកើនតួលេខរហូតដល់ 3.13% ហើយបើសិនជាយើងយកអានឹងយកមកគុណគូប្រចាំឆ្នាំយើងអាចនឹងឃើញថាសាច់ប្រាក់ដែលត្រូវផ្គត់ផ្គង់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកតាមរយៈការទិញបានបំណុលរបស់សហរដ្ឋអាមេរិកត្រឡប់ចូលវិញដែលមិនទាន់បោះពុំលុយណាអញ្ចឹងយើងអាចនឹងឃើញសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងកើនឡើងរហូតដល់ទៅ 7.5% PCE អតិផរណាវ៉ាស្តុងតាមរយៈអ្នកប្រើប្រាស់គឺ 4.1% អតិផរណាស្នូគឺ 3.4% ខណៈដែលប្រាក់ឈ្នួលរបស់ពលរដ្ឋសហរដ្ឋអាមេរិកកើនឡើងត្រឹមតែ 3.4% ទេបើយើងមើល3ខែចុងក្រោយគឺធ្លាក់ពី 3.8 3.6 ហើយបច្ចុប្បន្នគឺ 3.4% សរុបមកយើងអាចមើលឃើញថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅក្នុងភាពទន់ខ្សោយខ្លាំងដែលសហរដ្ឋអាមេរិកទំនងជាមិនចង់ដំឡើងអត្រាការប្រាក់ទេអញ្ចឹងតើតើជាមួយនឹងគោលនយោបាយនៅក្នុងថ្ងៃទី29ខែកក្កដាយើងអាចនឹងឃើញថាសហរដ្ឋអាមេរិកនឹងមិនដំឡើងអត្រាការប្រាក់ទេសហរដ្ឋអាមេរិកពិតជាអាចរក្សាអត្រាការប្រាក់ឬក៏រក្សាអត្រាការប្រាក់ឲ្យនៅដដែលសម្រាប់តម្លៃវាមាននឹងស្ថិតនៅក្នុង sideways រាប់ពីថ្ងៃនេះដល់ការសម្រេចចិត្តរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកប៉ុន្តែសម្រាប់តម្លៃមាននៅក្នុងគោលដៅឬទិសដៅនៅក្នុងរយៈពេលវែងយើងបូកពីវីដេអូពីថ្ងៃសៅរ៍យើងអាចមើលឃើញបានថានៅក្នុងពេលបច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងតែខ្វះលុយនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនដោយសារតែដំណើរការខ្ចីមានតម្លៃថ្លៃធនាគារទាំងអស់ព្រមានអំពីការខ្វះខាតលុយនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកម៉ាក្រូសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលអាចនឹងបង្កើតជាវិបត្តិមកម្ដងទៀតដែលគណៈពេលដែលសហរដ្ឋអាមេរិកកំពុងតែជួបនៅវិបត្តិម្ដងអនុភាពនៃថវិកាកំពុងតែកើនឡើងភាពច្បាស់លាស់នៃគោលនយោបាយសេដ្ឋកិច្ចឬក៏សង្គ្រាមស៊ីវិលនៅក្នុងសហរដ្ឋអាមេរិកក៏មិនទាន់មានភាពប្រកបជាក់លាក់ដែរយើងអាចមើលឃើញនិន្នាការទៅថ្ងៃខាងមុខក្នុងឆ្នាំ2026វាក៏ដូចជានៅក្នុងឆ្នាំ2022និងដូចជានៅក្នុងឆ្នាំ2023ដែលសហរដ្ឋអាមេរិកនឹងដំឡើងអត្រាការប្រាក់ប៉ុន្តែការដំឡើងអត្រាការប្រាក់នោះគឺជាការបថុយប្រឋាននៅក្នុងផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលនិន្នាការនៃការបោះពុម្ពលុយឬក៏និន្នាការនៃការចាក់បញ្ចូលសាច់ប្រាក់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចអាចនឹងកើតមានឡើងម្ដងទៀតដូចនៅក្នុងឆ្នាំ2020ផងដែរនៅពេលដែលសហរដ្ឋអាមេរិកព្យាយាមទប់ស្កាត់នៅវិបត្តិខ្លួនហើយយើងអាចមើលឃើញកាន់តែច្បាស់បន្ថែមទៀតលោក Ken Wentworth បានលើកនៅទិសដៅអតិផរណារហូតដល់ 2.9 មិនមែន 2% ដូចមុនទេគឺ 2.9% ដែលមានន័យថានិន្នាការនៃការដំឡើងអត្រាការប្រាក់ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងអតិផរណាគឺជានិន្នាការនៅក្នុងការកែប្រែឬក៏ទម្លាក់សារជាថ្មីដែលមិនផ្ដោតទៅលើការដំឡើងអត្រាការប្រាក់យូរបន្ថែមទៀតទេនេះគឺជាអ្វីដែលខ្ញុំអាចជំរាបជូនបងប្អូនបានដែលយើងអាចមើលឃើញពីររឿងហើយទីមួយគឺរឿងបោះពុម្ពលុយដែលសហរដ្ឋអាមេរិកមិនអាចបោះពុម្ពលុយបាននឹងការគ្រប់គ្រងចំណាយរបស់ខ្លួនទីពីរគឺរឿងអតិផរណារបស់សហរដ្ឋអាមេរិកដែលកំពុងតែស៊ីរង្គោះនៅសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលខ្វះខាតលុយនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចជាសម្រាប់អ្នកដែលសំមាននៅក្នុងរយៈពេលវែងអាចយកទៅពិចារណាបន្ថែមទៅទៀតនៅអ្វីដែលខ្ញុំជម្រាបជូនបងប្អូនតាមតួលេខនិងទិន្នន័យសេដ្ឋកិច្ចដែលបានបង្ហាញនៅខាងលើយ៉ាងណាមិញអ្វីដែលខ្ញុំជម្រាបជូនបងប្អូនវាគ្រាន់តែជាទស្សនៈនិងការវិនិច្ឆ័យរបស់ខ្ញុំតែប៉ុណ្ណោះកុំភ្លេចស្វែងរកព័ត៌មានបន្ថែមដើម្បីផ្គូផ្គងនៅអ្វីដែលបងប្អូនទទួលបានសូមអរគុណសូមជម្រាបលា